សញ្ញា5 ដំបូងនៃជំងឺទឹកនោមផ្អែមដែលអ្នកមិនគួរមើលរំលង 1. នោមញឹកញាប់ជាងធម្មតាចូលបន្ទប់ទឹកញឹកញាប់ជាពិសេសក្នុងពេលយប់អាចជាសញ្ញាដំបូងនៃជំងឺដោយសារស្ករក្នុងឈាមខ្ពស់ទើបសរសៃតម្រងនោមបញ្ជូនស្ករចេញតាមរយៈទឹកនោមរបស់អ្នក 2. ញ៉ាំទឹកច្រើនជាងធម្មតាខណៈដែលរាងកាយបាត់បង់ទឹកតាមការនោមអ្នកនឹងមានអារម្មណ៍ថាស្រេកទឹកជានិច្ច 3. ស្រកគីឡូដោយគ្មានមូលហេតុបើទោះបីញ៉ាំអាហារធម្មតាក៏ដោយអ្នកក៏អាចស្រកទម្ងន់បានដែរដោយសាររាងកាយមិនអាចប្រើស្ករក្នុងឈាមបានត្រឹមត្រូវ 4. អស់កម្លាំងឬធុញថប់អ្នកអាចមានអារម្មណ៍នឿយហត់ជាប្រចាំដោយសាររាងកាយមិនអាចបំលែងស្ករជាថាមពលបានល្អ 5. ភ្នែកមិនអាចមើលឃើញច្បាស់ល្អជាតិស្ករក្នុងឈាមខ្ពស់អាចទាញជាតិទឹកពីកែវភ្នែករបស់អ្នកដែលប៉ះពាល់ដល់សមត្ថភាពផ្ដោតរបស់ភ្នែក 6. មានរបួសដែលជាសះស្បើយយឺតការមុតនិងស្នាមឈាមអាចចំណាយពេលយូរដើម្បីជាសះស្បើយហើយអ្នកអាចឆ្លងមេរោគញឹកញាប់ជាងមុនដូចជាអញ្ចាញធ្មេញស្បែកឬការឆ្លងមេរោគតាមទឹកនោមបើមានរបួសមានការជាសះស្បើយយឺតជាងធម្មតា 7. ស្ពឹកដៃឬជើងជាតិស្ករក្នុងឈាមខ្ពស់អាចប៉ះពាល់ដល់សរសៃប្រសាទរបស់អ្នកក្នុងរយៈពេលដែលនាំឲ្យមានអារម្មណ៍ដូចជាស្រមោចកំពុងវារនៅលើចុងដៃនិងជើងរបស់អ្នក 8. មានស្នាមជុំខ្មៅនៅលើស្បែកជាធម្មតាមាននៅផ្នត់នៃក្លៀកឬក្រលៀនអាចជាសញ្ញាដែលបង្ហាញពីការមិនប្រក្រតីនៃអាំងស៊ុយលីន 9. ការប្រែប្រួលអារម្មណ៍ឬឆាប់ខឹងការប្រែប្រួលកម្រិតជាតិស្ករក្នុងឈាមអាចប៉ះពាល់ដល់អារម្មណ៍របស់អ្នកនិងធ្វើឲ្យអ្នកមានអារម្មណ៍បារម្ភច្រើនឬឆាប់ខឹង